ពីវគ្គ1អ្នកទាំងអស់គ្នាបានឃើញអំពីសកម្មភាពខ្លះៗនៃដំណើរកម្សាន្តរបស់ពួកយើងនឹងដឹងពីរបៀបដែលពួកយើងរៀបចំ plan របស់ពួកយើងដើម្បីឲ្យមានភាពរលូនចុះចំណែកឯវគ្គ2អ្នកទាំងអស់គ្នានឹងដឹងអំពីអ្វីទៀតស្វាគមន៍មកកាន់ដំណើរកម្សាន្តរយៈពេល2ថ្ងៃ1យប់ទៅកាន់អូសោមវគ្គ2នៅក្នុងវគ្គ2នេះយើងនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីផ្លូវពីប្រម៉ោយទៅដល់អូសោមថាវាមានសភាពស្អាតបែបណាហើយនឹងប្រាប់អ្នកទាំងអស់គ្នាអំពីកន្លែងដែលពួកយើងបានស្នាក់នៅឃុំអូសោមថាមានទេសភាពស្រស់ស្អាតប៉ុណ្ណានឹងបង្ហាញអ្នកទាំងអស់គ្នាអំពីកន្លែងដែលពួកយើងបានទៅដល់ហើយលេងកម្សាន្តទស្សនវិជ្ជាដែលអ្នកទាំងអស់គ្នាកំពុងតែឃើញនេះគឺជាផ្លូវលេខ10ដែលចេញពីសំឡូតទៅដល់កោះកុងប៉ុន្តែពួកយើងនៅត្រឹមអូសោមទេហើយរយៈពេលដែលពួកយើងធ្វើដំណើរចេញពីប្រម៉ោយរហូតទៅដល់អូសោមប្រហែលជា1ម៉ោងជាងដែរឃើញចិត្តទេប៉ុន្តែដោយសារតែផ្លូវខ្វែងខ្វាត់អញ្ចឹងទៅក៏វាធ្វើឲ្យរៀងយូរហើយយើងឈប់ចាំគ្នាផងបន្ទាប់ពីយើងបានមកដល់ស្ពានស្ទឹងអាតៃនៅខាងអូសោមហើយយើងបន្តដំណើរទៅប្រហែលជា5នាទីទៀតទៅដល់កន្លែងស្នាក់នៅរបស់ពួកយើងដែលមានឈ្មោះថា Som Stay ពួកយើងចូលកន្លែងស្នាក់នៅជាមុនសិនដោយសារតែពួកយើងចង់ទម្លាក់សម្ភារៈមួយចំនួនដូចជាវ៉ាលីកៅអៅឬក៏សម្ភារៈញ៉ាំខ្លះដើម្បីទុកញ៉ាំល្ងាចនៅកន្លែងហ្នឹងហើយយើងក៏បន្តដំណើរទៅលេងទឹកជ្រោះដែលគេកំពុងតែល្បីនៅខាងស្ពានឫស្សីជ្រុំកាឆាយហ៎បងអត់សើឬក៏មិនអ្នកទាំងអស់គ្នាពេលមកលេអូសោមអាចស្នាក់នៅ Som Stay នឹងបានព្រោះព្រឹកឡើងមានកាហ្វេយប់ឡើងមានតន្ត្រីជាពិសេសគឺពួកខ្ញុំចិត្តមែនតើកន្លែងបន្ទប់នឹងហ្មងបន្ទប់ទឹកហើយអ្នកដែលចូលចិត្តអាំងសាច់អាំងអីចឹងមកកន្លែងហ្នឹងគឺត្រូវហ្មងគាត់មានទឹកជាក្រាននិយាយទៅមានមកសពនៅហ្នឹងគឺបេះហ្មងបន្ទាប់ពីយើងដាក់អីវ៉ាន់ចុះហើយពួកយើងនោះលេបបដូរខោអាវផ្លាស់ប្ដូរខោអាវដើម្បីទៅលេងទឹកជ្រោះហ្នឹងណាប៉ុន្តែពួកយើងមានឧបសគ្គមួយដោយសារតែពួកយើងអត់មានបាយទេយើងមានតែសាច់អញ្ចឹងទៅក៏ពួកយើងទៅទិញបាយនៅម្ខាងស្ពានដែលទៅកោះកុងហ្នឹងណាយើងទៅទិញបាយឲ្យគ្រប់ចំនួនគ្នាពួកយើងក៏ឈ្មោះដំណើរទៅកាន់ទឹកជ្រោះប្រហែលជាអត់មានអ្នកណាប្រាប់អ្នកទាំងអស់គ្នាទេថាទឹកជ្រោះហ្នឹងគឺស្ថិតនៅខាងក្រោមប្រហែលជាចលងភ្នំអត់មាននៅខាងលើទេនៅពេលដែលទៅគឺស្រួលទេប៉ុន្តែអ្នកទាំងអស់គ្នាត្រូវត្រៀមចិត្តឡើងមកវិញវាមិនពិបាកណាស់ទេសម្រាប់ផ្លូវអ្នកដែលចូលចិត្តដើរលេងបែបរុករកផ្សងព្រេងគឺมันពិបាកឡើយប៉ុន្តែអ្នកដែលនៅក្រុងសុកចង់ទៅស្គាល់រសជាតិជីវិតប្រហែលនឹងពិបាកព្រោះឲ្យផ្លូវវាមានផុកជាទូទៅគឺការដើរលេងចូលព្រៃចូលអីចឹងគឺវាតែងតែជួបផុកឥឡូវបើមិនជឿថាផ្លូវវាពិបាកទេមើលទៅក្នុងវីដេអូនោះទៅដឹងថាផ្លូវពិបាកឬមិនពិបាកហើយខ្លាំងឬក៏តិចនិយាយអញ្ចឹងមិនមែនបានន័យបំបាក់ទឹកចិត្តអ្នកនរគ្នាថាមិនចង់ឲ្យទៅទេប៉ុន្តែអ្នកនរគ្នាត្រូវត្រៀមនៅពេលដែលទៅលេងកន្លែងអញ្ចឹងมันបាច់ពាក់ស្បែកជើងផ្ទាល់ឬក៏សោកទេយល់ល្អពាក់ប៉ាតាទៅប៉ាតាគឺជាជំរឿនដ៏ល្អបំផុតមិនងាយរបូតពីជើងទេមិនថាផ្លូវនឹងល្អកម្រិតណាក៏ប៉ាតាអាចជួយបានតែពាក់ផ្ទាត់ពាក់សោកដូចខ្ញុំហ្នឹងមកវិញដាច់ស្បែកជើងកន្លែចង់លយចង់ឈៀលបើសិនជាគេប្រាប់អីជឿគេខ្លះទៅឧទាហរណ៍ដូចជាការយកអាស័យទៅតាមខ្លួនព្រោះវាដូចជាឈើច្រត់មួយដើម្បីជួយទាញយើងទប់យើងអញ្ចឹងជឿគេខ្លះទៅកុំក្បៀវខារឹងពេកយ៉ាត់ឡើងវិញមិនរួចlàm mò thật sự làm mò vậy tao mà bỏ miên này tren nó chìm lại kìa cái mình tren cái bò đập ốc cái mò tạt sát chứ người thằng cái bò đập ốc cái mò tạt bò mò cắt lại ហើយទាំងអស់នេះហើយគឺជាទស្សនវិជ្ជាដែលទៅកាន់ទឹកធ្លាក់ថ្លើមថ្មដែលយើងកំពុងតែលេងហើយក៏ជាកន្លែងដែលកំពុងតែល្បីនៅក្នុង Facebook ឥឡូវដែរប៉ុន្តែវាសមហេតុសមផលព្រោះនៅពេលដែលយើងបានឃើញនៅទឹកជ្រោះហ្នឹងហើយគឺយើងបាត់ហត់តែម្ដងអាចថាមើលទៅវាដូចជាពិបាកសម្រាប់ផ្លូវហ្នឹងប៉ុន្តែវាមិនពិបាកសម្រាប់អ្នកដែលធ្លាប់ដើរលេងបែបអញ្ចឹងទេតែហេតុអីអ្នកនរគ្នានៅតែចង់ធ្វើការឡើងឈឺក្បាល stress អញ្ចឹងមិនព្រមដើរលេងខ្លះទៅទុកពេលវេលាឲ្យខួរក្បាលយើង reset ខ្លះមកបើសិនបើទីក្រុងគឺជាកន្លែងដែលធ្វើឲ្យខួរក្បាល reset បានហេតុអីបានជាអ្នកដើរលេងគ្រប់គ្នាគេជ្រើសរើសព្រៃដូច្នេះហើយព្រៃ
គឺជាជំរឿនដ៏ល្អសម្រាប់និស្សិតខួរក្បាលមកដើរលេងព្រៃខ្លះមកវាពិបាកមែនប៉ុន្តែបានបទពិសោធន៍មួយដែលល្អយកទៅធ្វើជា memory ក្នុងការចងចាំរបស់យើងបានរហូតមកមិនត្រឹមតែខ្លាចជា memory ទេនៅពេលដែលយើងទៅដល់ច្បាស់ណាស់យើងនឹងស្គាល់មិត្តភក្តិថ្មីៗរស់នៅម្ដុំនឹងយើងនឹងបានឃើញពីជីវភាពអមពូមីរស់នៅម្ដុំនឹងថាគាត់រស់នៅបែបម៉េចនៅពេលដែលនៅម្ដុំនឹងខុសពីទីក្រុងអញ្ចឹងគាត់ប្រើប្រាស់ជីវិតគាត់បែបម៉េចដូចដែលគេផុសអញ្ចឹងចំណាយពេលប្រហែលជា10ទៅ15នាទីគឺយើងនឹងទៅដល់ទឹកជ្រោះហើយនៅពេលដែលទៅដល់គឺឃើញហើយគឺបាត់ហត់តែម្ដងព្រោះទឹកជ្រោះនោះគឺស្អាតមែនតើ Hello ហើយខ្ញុំនេះក៏ខំថតគីឡូថាមានអ្នកណាដួលប៉ុន្តែដូចជាមានអ្នកណាដួលឲ្យខ្ញុំឃើញទេគឺមានតែខ្ញុំទេដែលដួលឲ្យគេឃើញដូចដែលបានប្រាប់ពីវគ្គ1អញ្ចឹងដោយសារតែដំណើរកម្សាន្តនេះគឺជាប្រភេទលក្ខណៈបងប្អូនមិត្តភ័ក្តិអីអញ្ចឹងទៅអញ្ចឹងយើងត្រូវជួយគ្នាម្ដាយម្ជើដើម្បីឲ្យឆាប់បានហូបព្រោះពេលយើងទៅដល់ហ្នឹងប្រហែលជាម៉ោង12ហើយអញ្ចឹងក៏ដល់ម៉ោងបាយថ្ងៃយើងជួយគ្នាទៅមានអ្នកបកាត់ភ្លើងមានអ្នកអាំងសាច់អញ្ចឹងទៅតែសូមចិត្តអ្នកទាំងអស់នេះនៅពេលដែលអ្នកទាំងអស់នេះទៅលេងកន្លែងអញ្ចឹងដោយសារតែគេអត់អភិវឌ្ឍអញ្ចឹងអត់មានអ្នកអនាម័យណាទេយើងជាម្ចាស់ការលើខ្លួនឯងយើងអ្នកបរិយាយើងអ្នករៀបចំទៅទោះបីជាមានអ្នកអនាម័យក៏ដោយក៏គួរតែមានទំនួលខុសត្រូវលើខ្លួនឯងមិនថាពេលវេលាមិនថាសម្រាមនិយាយទៅទំនួលខុសត្រូវលើទង្វើដែលខ្លួនឯងបានប្រព្រឹត្តដោយក្នុងវីដេអូនេះអញ្ចឹងពួកយើងសិតតែដឹងពីទូនីតិរៀងៗខ្លួនថាអ្នកណាត្រូវធ្វើអីអ្នកណាមិនត្រូវធ្វើអីប៉ុន្តែជាទូទៅការជួយគ្នាម្នាក់ម្ដាយមួយជើងហ្នឹងគឺល្អបំផុតហើយកុំប្រចាំគ្នាព្រោះដំណើរកម្សាន្តយើងអាចបានជួលអ្នកណាមកធ្វើជា assistant យើងទេពួកយើងទំនួលខុសត្រូវលើខ្លួនឯងដូចខ្ញុំនិយាយពីដើមមកអញ្ចឹងហើយដើរលេងអញ្ចឹងបានសាច់អាំងប្រឡាក់ហើយយកទៅអាំងមានម្ទេសច្រើនអញ្ចឹងក៏ហាយតិចមែនតែឆ្ងាញ់ហើយជាតែថាសាច់អាំងឈ្ងុយពេកទាញភេ2នាក់ឲ្យឡើងគោកមកវិញមួយទឹកបានមកផ្លែតស្អីប្រហែល2ម៉ោងដែរស្រាប់តបងមួយដែលធ្វើវីដេអូបង្ហាញពីផ្លូវមកកាន់ទឹកជ្រោះហ្នឹងគាត់មកប្រាប់ថាអូនៅជាន់លើណាមានមួយជាន់ទៀតដល់ពួកខ្ញុំលឺអញ្ចឹងមែនណាត្រេតត្រាឈប់អស់លេងមកគ្នាឡើងទៅជាន់លើប៉ុន្តែគឺស្អាតពិតមែនស្អាតមែនតែជាន់លើគឺស្អាតហ្មងជាន់លើស្អាតជាងជាន់ក្រោមឆ្ងាយហើយទឹកវិញគឺថ្លាហ្មងដឹងថានិយាយរៀបរាប់មិនឲ្យត្រូវគឺថ្លាខ្លាំងហើយនៅក្នុងទឹកហ្នឹងឃើញអញ្ចឹងមានត្រីទៀតមិនតែពួកខ្ញុំជាត្រីអាត្រីមែនតែនក៏នៅក្នុងហ្នឹងដែរដោយសារតែងុយយូរម៉ោងដែរហើយល្ងាក៏ល្ងាហើយមេឃក៏រៀងល្ងឹតដែរដោយសារខ្ញុំចេញមកវិញហ្នឹងគឺម៉ោង4ហើយអញ្ចឹងវាល្ងឹតដែរចាប់ដើមល្ងឹតតែដីខ្លាំងពេកអញ្ចឹងយើងត្រូវតែចូលលាងម៉ូតូសិនកុំឲ្យជិះចូលទៅកន្លែង home stay គេហ្នឹងវាប្រឡាក់របស់គេអញ្ចឹងណាបន្ទាប់ពីពេលយកបានចូលមកដល់ពួកយើងក៏មានកម្មវិធីតិចតួចយើងញ៉ាំអីជុំគ្នាព្រោះយើងមកដល់លេងយើងមិនមែនមកដេកទេយើងញ៉ាំអីជុំគ្នាទៅព្រោះបង្កើតអនុស្សាវរីយ៍ល្អៗយើងទៅឡើយណាយើងបង្កើតទុកនៅនឹងទៅទទួលស្គាល់ថាយើងវាហត់ព្រោះដើរលេងច្រើនម៉ោងប៉ុន្តែយើងមកដល់លេងយើងត្រូវការលេងយើងមិនមែនមកដេកនោះទេហើយឃើញឆ្វេងឆ្វាយអញ្ចឹងប៉ាត់ speaker ប្រប៉ិនកោដៃហ្នឹងមិនសូវលឺផងហ្នឹងលឺតិចគាត់ថាចេះ enjoy ទៅណាហើយគម្រោងដើរលេងនឹងដែរក៏ពួកយើងរៀបឲ្យត្រូវនៅថ្ងៃខួបកំណើតរបស់គាត់ដែរព្រោះយើងចង់ឲ្យមានអីខុសប្លែកពីរាល់ឆ្នាំ
បន្ទាប់ពីយើងលេងសប្បាយហត់ហើយក៏ដល់ម៉ោងសម្រាកហើយក៏វារៀងយប់ជ្រៅដែរអញ្ចឹងវីដេអូនេះគឺមកដល់ទីបញ្ចប់ហើយសម្រាប់វគ្គ2បើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូប្រភេទនេះទៀតសូមទៅមើលវគ្គ3ដែលខ្ញុំចេញនៅពេលដែលខ្ញុំ edit រួចដូចរដង